សួស្តីបាទពុកម៉ែបងប្អូនហើយនឹងជាងទាំងអស់បាទជួបជាមួយនឹងវីដេអូចែករំលែករបស់ admin ទៀតហើយថ្ងៃនេះ admin នឹងមកបង្ហាញពី technique នៃការកាត់ម៉ូតសក់អឺស្រមោលទៀតហើយស្រមោលសសបាទចង់ដឹងឬក៏ចង់ចេះ technique កាត់កុំភ្លេចតាមដាននិងទស្សនាវីដេអូដល់ទីបញ្ចប់ទាំងអស់គ្នាជាមួយនឹងការចែករំលែករបស់ admin យើងបែងសក់ឲ្យអស់ហើយសិនទៅចាំបន្ទាប់មកយើងមកធ្វើការឈូសជាមួយនឹងការពាក់ពុំលេខ2បាទខាងក្រោយគឺយើងយកទម្រង់វារៀងអក្សរ V បន្តិចមកអត់យករៀងអក្សរ U ទេយើងយករៀងស្រួចបន្តិចណាបន្ទាប់ពីយើងកំណត់ជាមួយលេខ2អស់ហើយយើងមកកំណត់ធ្វើຂະຫນາດសក់ដែលយើងចាក់ជាមួយនឹងម៉ាទឿបាទសម្រាប់ដៃថ្មីអាចប្រើម៉ាទឿធំៗបានដើម្បីកុំឲ្យវាលិចជ្រៅពេកវានឹងពិបាកក្នុងការយើងដេញវាណាវាពិបាកលុបស្មោលណាបន្ទាប់ពីយើងកំណត់ហើយយើងឈូសតពីកន្លែងយើងកំណត់ហ្នឹងឯងគឺយើងសេរីម៉ាទឿយើងឲ្យខ្លាចជា 0.5 បន្ទាប់មកយើងបើកវាពាក់កណ្ដាលវិញឈូសខាងក្រោម 0.5 ណាបើអាចចំណុចខ្មៅខាងក្រោមគឺយើងប្រើមកតង់ទៀតគឺលេខ0ពេញឃើញហើយបាទគឺយើងធ្វើវាបែបហ្នឹងណាដើម្បីយកទម្រង់សក់ឬក៏ស្រមោលវាបានបន្ទាប់មកយើងជៀនជាមួយនឹងម៉ាទឿជ្រាបបន្តិចដើម្បីឲ្យវាបំបត្តិដែលយើងចាក់ជ្រៅពេកវាអាចនឹងស្នាមណាបន្ទាប់មកពាក្យលេខ1ហើយយើងឈូសវាឡើងទៅលើជៀបចំណុចខាងក្រោមលេខ2ណាប៉ុន្តែយើងសេរីថ្មិញណាលេខ1ហ្នឹងណាសេរីវាយ៉ាងបានន័យថាយើងកាច់វាចុះក្រោមបន្តិចមកឃើញអត់ទៅបើកវាមកវិញលេខ1ពេញបើយើងឈូសខាងក្រោមលេខ1សេរីថ្មិញឃើញអត់វានឹងចេញទម្រង់សក់បដិញគ្នាបានន័យថាយើងបដិញស្រមោលវាអានេះគឺយើងពាក្យលេខ 0.5 ពាក្យអាលេខតូចណាឃើញអត់ដើម្បីផ្សារភ្ជាប់ពីចំណុចខ្លីទៅចំណុចវែងគឺយើងកាច់ថ្មិញវារហូតណាឃើញអត់អូខេឥឡូវវាចេញទម្រង់ស្រមោលសក់ហើយបាទវិធីសាស្ត្រនេះគឺជាវិធីសាស្ត្រមួយក្នុងការលុបបំបត្តិស្នាមវាណាប៉ុន្តែបើយើងបើកវាមកវិញបានន័យថាលេខដែលយើងពាក្យហ្នឹងគឺយើងត្រូវបដិញវារហូតអញ្ចឹងដូចគ្នាណាបន្ទាប់មកគឺយើងពាក្យ1កន្លះណាចុងក្រោយនេះគឺលេខ1កន្លះដើម្បីទៅភ្ជាប់នៅចំណុចលេខ2ឃើញអត់បាទវាជាវិធីសាស្ត្រក្នុងការតែងស្រមោលសក់ប៉ុន្តែបើយើងចាស់ជាមួយនឹង technique នៃការប្រើកត្រៃឃើញអត់យើងចាស់វាមកដើម្បីឲ្យវាបានទម្រង់សក់ឥឡូវគឺវាបានម៉ូតសក់ហើយយើងនឹងឈូសផ្ដាច់ខែខាងក្រោមចោលទាំងអស់បាទហើយវីដេអូនេះគឺអត់មានអីច្រើនទេសម្រាប់ដៃថ្មីកុំភ្លេចចុច like comment ហើយនឹងជួយ follow page របស់ admin ម្នាក់មួយផងបាទនេះជា page ថ្មីដែល admin បានធ្វើឡើងដើម្បីចែករំលែកបាទអរគុណច្រើន